វ៉ាបងប្អូនពិតជាអស្ចារ្យមែនតើហ្មងគ្រាន់តែដើមឈូកឯងប៉ុន្តែអាចយកមកកែច្នៃដើម្បីឈ្នះពានពី UNESCO បានបងប្អូនធ្លាប់ដឹងអត់តម្បាញពីដើមឈូកគេអង្គុយហូតសរសៃឈូកម្ដងតិចបែបនេះតម្រុំតែបានមួយបងប្អូនហើយបើសម្រាប់កម្មាដែលថាបានពាន UNESCO វិញពិតជាអស្ចារ្យខ្លាំងមែនតើហ្មងចំណាយដើមឈូករហូតទៅដល់800គីឡូចិត្តមួយតោនក្នុងកម្មាមួយហ្នឹងបងប្អូនចំណាយ4000ម៉ែត្រឯណោះនេះហើយហ្មងតែបានមួយសរសៃចេះបងប្អូននៅគេយកមកលុបប្រមាណដំណាក់កាលនិយាយរួមទៅមិនងាយហ្មងបងប្អូនគឺថាច្រើនដំណាក់កាលខ្លាំងមែនតើតាំងពីយកមករុះយកមកសម្អាតច្រើនណាស់បងប្អូនរៀបរាប់មិនអស់ហើយក៏ចាំមិនអស់ដែរប៉ុន្តែពិតជាភ្ញាក់ផ្អើលនឹងរំភើបចំពោះផលិតផលខ្មែរមួយមុខនេះណាដែលធ្វើពីដើមឈូកបងប្អូនបានកែច្នៃចេញជារាប់រយមុខណាគួរឲ្យចាប់អារម្មណ៍ហើយគួរឲ្យស្កប់ស្ងាញ់ណាបងប្អូនចង់ដឹងថាផលិតផលអីគេខ្លះចាំខ្ញុំបង្ហាញនៅចុងវីដេអូដោយសារតែមានច្រើនពេកឥឡូវយើងមកមើលពីដំណាក់កាលនីមួយៗក្នុងការធ្វើវិញក៏សម្រាប់បងប្អូនចង់មកមើលផ្ទាល់ផ្នែកបែបនេះកាន់តែល្អដោយសារតែផ្លែឈូកយើងធ្លាប់ញ៉ាំហើយបងប្អូនប៉ុន្តែដើមឈូកយើងអត់ដឹងថាគេធ្វើបានបែបនេះទេហើយបើសម្រាប់ការរបស់វាគេយកទៅថ្វាយព្រះអីចឹងណាជាពិសេសយើងដឹងច្បាស់ហ្មងគឺថាដើមឈូកនេះដុះចេញពីភក់ដូចយើងអាចនិយាយបានថាជាសម្រាប់ដែលគេចោលទៅហើយដោយសារតែគេយកផ្លែនិងផ្កាតែប៉ុណ្្នឹងទេបងប្អូនតែកន្លែងនេះវិញគឺសុំទៅសើហ្មងទាំងផ្កាទាំងដើមទាំងផ្លែគឺអត់ចោលទេបងប្អូនគ្រប់បែបយ៉ាងគឺយកមកកែច្នៃចេញទាំងអស់ហ្មងណាពិតជាទៅសើមែនតើរបស់នីមួយដែលកែច្នៃចេញបានណាគឺថាជនជាតិគេឲ្យតម្លៃណាបងប្អូនហើយក៏បានតម្លៃរៀងខ្ពស់គួរសមដែរដោយសារធ្វើចេញដោយដៃផ្ទាល់អញ្ចឹងហើយក្នុងនាមយើងជាកូនខ្មែរឃើញបែបនេះកំនៅស្ងៀមបងប្អូនគឺថារួមគ្នាជួយ share បន្តផងដើម្បីផលិតផលខ្មែរទាំងអស់គ្នាហើយចំពោះទីតាំងធ្វើមួយនេះវិញក៏បាក់រៀងយូរឆ្នាំដែរបងប្អូនចូល20ឆ្នាំហើយចំណែកទីតាំងវិញគឺនៅជិតម្ដុំភ្នំក្រោមនឹងឯងបងប្អូនឈ្មោះថា Lotto Farm ហើយមួយនេះផងដែរក៏បានជួយសម្រួលដល់ស្ត្រីជាច្រើនអ្នកដែលមកធ្វើការនៅទីនេះគាត់ក៏បានមានការងារធ្វើប្រចាំថ្ងៃដោយមិនចាំបាច់ចំណាក់ស្រុកទៅណាដែរពេលដែលខ្ញុំទៅថតហ្នឹងគឺថាខ្ញុំពិតជាចង់សម្ភាសហើយនឹងចង់ដឹងចំណាប់អារម្មណ៍គាត់ពេលដែលគាត់ធ្វើនឹងខ្លាំងមែនតើហ្មងប៉ុន្តែស្ដាយបងប្អូនដោយសារចប់ភ្លេងពីខាងក្រៅមកធ្វើឲ្យយើងសម្ភាសពួកគាត់អត់កើតទេតែបានសួរសំណេះសំណាលជាមួយគាត់ដែរចង់ដឹងថាពីដំណាក់កាលធ្វើរបៀបម៉េចអីអញ្ចឹងទៅរហូតដល់បានផលិតផលសម្រាប់គាត់ថាអូយមិនងាយទេអូនខ្ញុំវិញគឺថាខ្ញុំឆ្ងល់ដែរបងប្អូនដោយសារតែគាត់ធ្វើបានណាទៅសារខ្លាំងមែនតើហ្មងហើយចង់ដឹងថាគាត់ធ្វើមកដោយរបៀបណាគ្រប់គំនិតនឹងដោយរបៀបណាអីអញ្ចឹងទៅក៏បានសួរគាត់ដែរគាត់ថាពេលរបស់គាត់នឹងគឺថាដើរច្រើនប្រទេសដែរដូចជាប្រទេសមីយ៉ាន់ម៉ាប្រទេសឡាវអីអញ្ចឹងដល់ពេលគាត់ដើរច្រើនគាត់ឃើញច្រើនចឹងកាត់ចេញជាគំនិតថ្មីសម្រាប់ច្នៃប្រឌិតហើយសម្រាប់របស់របរដំបងក៏មិនច្រើនមុខអញ្ចឹងដែរប៉ុន្តែដោយសារតែការធ្វើឲ្យនឹងសហការគ្នាបានល្អពីក្រុមការងារដែរអញ្ចឹងទៅក៏ចេញជាយោបល់ឲ្យគ្នាទៅវិញទៅមកបងប្អូនក៏បានចេញជាផលិតផលយ៉ាងល្អឥតខ្ចោះបែបនេះហើយមិនតាំងពីកម្មាតាំងពីមួកតាំងពីកាបូបស្បែកជើងអូយគ្រប់សពរៀបរាប់មិនអស់ទេដូចកម្មាដែលបងស្រីក៏រំនេះអញ្ចឹងហ្នឹងគឺថាចំណាយអស់ច្រើនណាស់បងប្អូនច្រើនគីឡូមើលខាងក្រោមឃើញសិតតែកម្មាដល់ពេលឡើងមកលើខាងនេះវិញឃើញអាវមួយនេះគឺស្អាតខ្លាំងណាស់បងប្អូនចំពោះសាច់កណាត់គេវិញពេលយើងប៉ះទៅគឺថាมันអាចរៀបរាប់បានទេដូចជាប្លែកខ្លាំងមែនតើហ្មងតុនល្មើយចំពោះមួកនេះវិញគឺថាច្រើនពណ៌មែនតើបងប្អូនមើលទៅប្លែកហើយរលើបរលោងអញ្ចឹងស្អាតមែនតើហ្មងហើយចំពោះតម្លៃវិញក៏គេដាក់លើនឹងស្រាប់ដែរងាយស្រួលជនបរទេសគេមកមើលត្រូវការទិញអីហ្នឹងគឺស្រួលមែនតើជនជាតិវិញគាត់បានដើរមើលពីចង្វាក់ផលិតកម្មក្នុងការផលិតហើយគាត់ឲ្យតម្លៃខ្លាំងណាស់បងប្អូនព្រោះអីការធ្វើហ្នឹងដោយដៃហើយការផលិតហ្នឹងគឺតាមបែបធម្មជាតិទៀតហើយពេលដែលខ្ញុំចូលទៅហ្នឹងគឺថាសប្បាយចិត្តបងប្អូនដោយសារតែបងប្អូននៅទីនោះគាត់រុះរាយរាក់ទាក់ណាស់ហើយដល់ពេលយើងដើរមើលហត់ដែរគាត់បានឲ្យយើងឡើងទៅជាន់លើដើម្បីស្រូបយកខ្យល់អាកាសហើយកន្លែងគាត់ហ្នឹងក៏មានទទួលតែហ្នឹងធ្វើពីការឈូកហ្នឹងឯងបងប្អូនហើយក៏នំហ្នឹងធ្វើពីផ្លែឈូកហ្នឹងផ្ទាល់តែម្ដងនិយាយរួមទៅញ៉ាំនំហើយតែហ្នឹងគឺត្រូវគ្នាហ្មងបងប្អូនញ៉ាំនំបែបហ្នឹងហើយជាមួយនឹងតែក្តៅទៀតខ្ញុំក៏បានជួយទិញខាងនំហ្នឹងដែរព្រោះថានំហ្នឹងត្រូវមាត់ខ្ញុំអញ្ចឹងណាបងប្អូនហើយកន្លែងទីតាំងគាត់គឺខ្ញុំដាក់ឈ្មោះនៅខាងនេះឯងគឺ Lotto Farm បងប្អូនចង់មកលេងឬក៏មកជួយគាំទ្រផលិតផលខ្មែរយើងបានអរគុណច្រើនបាយជម្រាប